បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះលោកគ្រូមានមេរៀនមួយដែលចង់ចែករំលែកពីការផ្លាស់ប្ដូរទម្រង់មុខបាទអូខេទីមួយគឺយើង select យក ellipse ហើយយើងយក move tool មកហើយដើម្បីទាញដាក់វាចូលទៅក្នុងរូបថ្មីមួយទៀតប៉ុន្តែមុននឹងយើងទាញគឺយើងធ្វើការ transform selection ដើម្បី array យើងយកទម្រង់មុខប៉ុណ្ណាដើម្បីយកចូលមកណាអូខេអញ្ចឹងយើងយក move tool move ត្រង់ចំណុចដែលយើងកាត់បាទហើយនៅពេលដែលយើង move បានហើយរូបដែលយើងមិនត្រូវការគឺយើងអាចលុបវាចេញបានហើយត្រង់កន្លែងនេះគឺយើងធ្វើការផ្លាស់ប្ដូរopacity នេះ opacity នេះគឺយើងធ្វើវាដើម្បីឲ្យវាស្ដើងមានភាពស្ដើងបន្តមកទៀតគឺយើងសេរីវាឲ្យស្អាតចំទៅភ្នែកចំភ្នែកទៅហើយយើងអាចព្រីព្រោះវាតិចតួចអីបានបន្ថែមទៀតអូខេដល់ត្រង់កន្លែងនៅពេលដែលយើងធ្វើបានប៉ុណ្ណឹងហើយយើងចុច enter មួយណាហើយត្រង់កន្លែង opacity គឺយើងតម្លើងវាបាន100%មកដើម្បីវាមានភាពច្បាស់ឡើងវិញហើយយើងទៅ select មកហើយយើងយក lock select ម្ដងទៀតហើយត្រង់កន្លែង OK តម្ដងទៅដើម្បីវាបង្កើត select ឲ្យយើងហើយ select នេះយើងចាប់ផ្ដើមទៅ copy color បាទ copy color នេះមានន័យថាយើងចង់ឲ្យអា color ទម្រង់មុខដែលយើងកាត់វាដូច color ទម្រង់ background អូខេមកអញ្ចឹងយើងមើលទម្រង់មុខរបស់យើងគឺវាចាប់ផ្ដើមចាប់ color គ្នាហើយយើងចូលលើ background មួយមក layer duplicate យើង duplicate វាបាន2មក layer background យើង duplicate បាន2ហើយយើងដាក់ឈ្មោះឲ្យគេផងដាក់ body អញ្ចឹងទៅហើយយើងចូលទៅ select យើង modify contrast នេះមានថាយើងពង្រួម select ឲ្យវាចូលទៅក្នុងប្រហែលជា5 px អញ្ចឹងយើង zoom មើលទៅយើងឃើញវាចូលទៅក្នុងបន្តិចអីហើយយើងធ្វើការបិទភ្នែកនៅពេលដែលយើងវាហើយយើង delete យើងចូលលើ background copy ហ្នឹងហើយយើង delete ទៅវានឹងលុបមករង្វង់កន្លែង select ហើយយើងបិទភ្នែក background ក្រោមហ្នឹងហើយបោះ select អញ្ចឹងទៅហើយយើង select វាទាំងពីរ layer ទាំងពីរហ្នឹងមុខហើយនិង background ហ្នឹងយើងចូលទៅ edit ហើយយើងយកពាក្យថា auto blender ហើយយើងយកជម្រើសខាងក្រោមមកបាទហើយយើង OK អញ្ចឹងទម្រង់មុខយើងមានចាប់ផ្ដើមច្បាច់ចូលគ្នាហើយធ្វើការផ្លាស់ប្ដូរគេអញ្ចឹងនៅពេលដែលយើងធ្វើបដូរទម្រង់មុខចប់ហើយគឺយើងធ្វើការបដូរកែវភ្នែករបស់គាត់ដោយសាររូបហ្នឹងគឺមានកែវភ្នែកអត់សូវល្អទេខូចអញ្ចឹងយើងយក ellipse call មកយើងគូសកន្លែងភ្នែកមកជារៀងទៀតហើយយើងចូលទៅក្នុង select ហើយយើងយកពាក្យថា modify ហើយយកពាក្យថា feather ទៅដើម្បីដាក់ select វាដាក់ក្នុង feather វាបានមួយដាក់មួយបានហើយបាច់ច្រើនពេកទេបាទហើយយក move tool ទាញហើយមុននឹងយើងទាញគឺយើង control J សិនណា control J ដើម្បី copy layer បាន2អញ្ចឹងយើងទាញវាមក control J នៅ keyboard ណាដោយសារខ្ញុំអត់បានដាក់សរសេរបញ្ជាក់ក្នុងយើងធ្វើបានប៉ុណ្ណឹងហើយគឺយើងធ្វើការ merge layer 2នេះបញ្ចូលគ្នា3 4នេះបញ្ចូលគ្នាមកដើម្បីវាកើត layer តែមួយយើង right click ណាយើងធ្វើការ select យើងចុច shift មួយជាប់យើងដើរ click មួយចឹងមកវា select ជាប់ហើយ merge layer ទៅហើយយើងធ្វើវាឲ្យមុខរាងការផ្លាស់ប្ដូរទម្រង់មុខបាទយើងចូលទៅ liquify ហើយយើង zoom វាធំតិចមក zoom រូបណាដើម្បីងាយស្រួលមើលហើយវានឹងចាញ់ប្រភេទ AI យើងអាចរុញទៅយើងចង់រុញកន្លែងណាយើងដាក់មកឲ្យរុញកន្លែងហ្នឹងទៅរុញចាញ់ចូលក្រៅអីសិតចិត្តរបស់យើងណាអូខេវាមានកន្លែងភ្នែកកន្លែងច្រមុះកន្លែងមាត់យើងអាចរុញទៅតាមហ្នឹងទៅបន្តទៅយើងធ្វើឲ្យ skin បាទចូលទៅ photo toolbox ហ្នឹង skin យើងបង្កើតឲ្យសាច់មុខយើងមកបន្តិចអញ្ចឹងក្នុងកម្មវិធីនេះដល់ពេលដែលយើងចូលទៅគឺវាធ្វើការចាប់ automatic តម្ដងទៅតាមផ្ទៃសាច់ពណ៌របស់យើងណាអញ្ចឹងយើងអាចវាយើងគិតថាប៉ុណ្ណឹងល្អយើងអូខេទៅបើសិនយើងចង់កែប្រែបានបន្ថែមត្រង់កន្លែងហ្នឹងហើយអូខេមកទៅអូខេ